ពេលណាគួរប្រើ MPPT ពេលណាគួរប្រើ PWM បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះសូមចេញវីដេអូខ្លីផ្ដល់ជាចំណេះដឹងជូនពុកម៉ែបងប្អូនសម្រាប់ការជ្រើសរើសដុំ controller ឲ្យត្រឹមត្រូវស័ក្តិសមនឹងការប្រើប្រាស់របស់ពុកម៉ែបងប្អូនជៀសវាងការទិញទៅប្រើមិនកើតឬក៏ទិញអស់លុយច្រើនពេកមកប្រើទៅវាលើសសមត្ថភាពដែលយើងចង់បានបាទអញ្ចឹងសូមបញ្ជាក់ថាដុំសាកបច្ចុប្បន្នដែលមានលក់នៅលើទីផ្សារគឺយើងមានពីរប្រភេទគឺប្រភេទ MPPT នេះនិងប្រភេទ PWM បាទអញ្ចឹងជាទូទៅប្រភេទ PWM យើងនិយាយពី PWM មុនបាទ PWM នេះជាទូទៅភ្លើងចូលអត់សូវបានខ្ពស់ទេគឺបានតែ50វ៉ុលទៅ100វ៉ុលខ្ពស់បំផុតហើយអញ្ចឹងពួកនេះគឺយើងប្រើសម្រាប់ការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយតូចល្មមនៅតាមស្រុកស្រែចំការទីជនបទអីដែលយើងប្រើប្រាស់ភ្លើងតូចសាកអគុយ12ឬ24វ៉ុលណាបាទយើងមើលស្ពេចរបស់វាធ្វើត្បិតតែវាចូលភ្លើងបានដល់ទៅ100វ៉ុលមែនវាអាចសាកអគុយបានដល់48វ៉ុលមែនក៏ប៉ុន្តែប្រភេទនេះមិនមែនថាពុកម៉ែបងប្អូនចូលភ្លើង100វ៉ុលហើយពុកម៉ែបងប្អូនទៅសាកអគុយ12វ៉ុលគឺអត់កើតទេគឺប្រើអត់កើតទេអាចកាំងដុំនេះឬក៏ឆេះដុំនេះតែម្ដងអញ្ចឹងអានេះជាលក្ខណៈដាច់ដライមួយរបស់ពពួក PWM បាទទោះបីវាចូលភ្លើងបានដល់100វ៉ុលមែនគឺសាកបានសម្រាប់អគុយ48វ៉ុលទេហើយជាទូទៅភាគច្រើនបំផុតប្រភេទ PWM នេះគឺនៅលើទីផ្សារគឺមានអស់ខ្ពស់បំផុតហើយភ្លើង48វ៉ុលអាចចូលបានណាដល់ឡែកយើងនិយាយពី MPPT វិញ MPPT នេះគឺបើសិនជាពុកម៉ែបងប្អូនភ្លើងវាអាចចូលបានដល់ទៅ160វ៉ុលសម្រាប់ការសាកអគុយ48វ៉ុលណាវាលក្ខណៈពិសេសកន្លែងហ្នឹងឯងចឹងឯងធ្វើឲ្យប្រភេទដុំនេះគឺយើងអាចសាកចូលបានលឿនហើយនឹងធានានឹងការប្រើប្រាស់ជាងដោយសារអីដោយសារគេរចនាមកគឺសម្រាប់ឲ្យវ៉ុលចូលបានខ្ពស់160វ៉ុលសម្រាប់ការសាក12វ៉ុលអានេះអាចទទួលភ្លើងចូលបានដល់80វ៉ុលអញ្ចឹងបើសិនជាយើងគិត80វ៉ុលផ្ទាំងសូឡាអាចបានចង់2សន្លឹកហើយបវល់តែ30-40វ៉ុលអាចបាន2សន្លឹកក៏ប៉ុន្តែបើយើងផ្ទាំងយើងធំយើងអាចដាក់តែមួយសន្លឹកតជាខ្នែងទៅអញ្ចឹងយើងតជាខ្នែងអាចបានសាកអគុយ12វ៉ុលបានដូចគ្នាកុំឲ្យវ៉ុលវាខ្ពស់ពេកលើសអញ្ចឹងនៅលើដុំទាំងអស់ហ្នឹងគេតែមានវាយស្ពេចឲ្យពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំឲ្យមើលស្ពេចទៅបាទយើងមើលស្ពេច60អាំពែភ្លើងចូលសម្រាប់12វ៉ុលគឺបាន720វ៉ាត់រហូតដល់48វ៉ុលគឺបាន2880វ៉ាត់ហើយតង់សុងគឺបានរហូតដល់ទៅ160វ៉ុលអ្វីដែលវាជាគុណវិបត្តិគឺអានេះគឺវាថ្លៃអានេះប្រើបានយូរសំឡេងស្ងាត់ល្អហើយពេលដែលវាក្តៅគឺកង្ហារនេះបក់វារៀងលឺសូរកង្ហារនឹងដែរប៉ុន្តែធម្មតាប្រើធម្មតាអត់ក្តៅគឺវាអត់បក់ទេកង្ហារនេះណាខុសពីពួកនេះអត់មានស្អីជំនួយក្នុងការត្រជាក់អីទេគឺមានតែដែកត្រជាក់ខាងក្រោយនេះឯងដើម្បីកាត់បន្ថយកម្ដៅអញ្ចឹងណាបាទហើយប្រភេទនេះក៏ដូចគ្នាដែរពុកម៉ែបងប្អូនគ្រាន់តែថាមួយនេះទាំង50វ៉ុល60វ៉ុលអីត្រឹម50វ៉ុលអីយើងសាក12វ៉ុលដាក់ទៅគឺវានៅតែដំណើរការធម្មតាអញ្ចឹងតែបើដល់80-100វ៉ុលសាក12វ៉ុលគឺអត់ដើរទេអញ្ចឹងពុកម៉ែបងប្អូនការជ្រើសរើសគឺត្រូវមើលទៅលើអ្វីដែលជាស្ពេចជាការណែនាំពីរោងចក្រអញ្ចឹងណាហើយដោយឡែកអាមួយនេះគឺប្រភេទ50អាំពែស្ពេចវាសាកអគុយ48វ៉ុលតែបានតែ48វ៉ុលទេហើយភ្លើងចូលបាន80វ៉ុលហើយបាន2400វ៉ាត់អានេះសាកអគុយ48វ៉ុលដាក់14វ៉ុលគឺអត់ដើរទេ12 24វ៉ុលគឺអត់ដើរទេអញ្ចឹងគ្រាន់បញ្ជាក់ជូនពុកម៉ែបងប្អូនមុននឹងធ្វើការជ្រើសរើសឬក៏សម្រាប់ចិត្តថាប្រើប្រាស់ផ្ទាំងសូឡាឬក៏ប្រើដុំសាកណាមួយពុកម៉ែបងប្អូនត្រូវព្យាយាមសួរនាំអ្នកលក់ឲ្យបានច្បាស់លាស់មុនពេលសម្រាប់ចិត្តក្នុងការប្រើក្នុងការទិញណាជៀសវាងពេលខ្លះទិញទៅខុសយើងឃើញទីផ្សារបច្ចុប្បន្នផ្ទាំងសូឡាគេលក់ធូរថ្លៃទេមួយសន្លឹក65 70 80ទេ550វ៉ាត់ប៉ុន្តែពុកម៉ែបងប្អូនកុំភ្លេចថា550វ៉ាត់ទាំងចេញមកគឺភ្លើងចេញមកគឺដល់ទៅ48វ៉ុល50វ៉ុលអីអញ្ចឹងបើប្រើពួកនេះវាតតែយើងយកទៅសាក24វ៉ុលបាន controller នេះដើរតែបើយើងយកទៅសាក12វ៉ុល controller នេះអត់ដើរទេអាចឆេះឬក៏ខូចប៉ុន្តែសម្រាប់មួយនេះគឺដើរ
chẳng vậy chẳng bông mang phone phơi với tranh 20V dương sạc 12V cứ đà ơi sầm mới ní còn đà đây ní ai sạc 12V phơi cho đo tới 80V rồi hay bật control một phép xem tôi một phép xem tiết mà chỉ muốn cứ đã tới cứ đá cứ kén cứ khôi mà tại để like mỗi ní việc đá ta việc khôi tề tại sao ấy vì miền chip chặt bao nhiêu viết p để miền bành hà phơi lang lư vò cầm nọt vào viết đại vì ai cả tua bán cứ việc copy vì chơi nhà sau r ở dựng đăng tháo vì r rồi p na phơi dựng lẹ cho mà tiệp vĩnh cứ ở nâng đầm na cá xạ tam thầm đại chẳng ấy bàn bộ viết riêng thay chiếng PW âm thầm đà hay để lại bộ này ở tề cứ pra ban lẹ nạ tờ lôm tờ lì chiêng tụ bây giờ phơi đo chật sập 80V cái dương nào xạ 12V ban này thì chẳng khi nhom chạy đầm lấy phần nắng chun bông mai ông này sầm rạp bành hà chồng ngọc xem thấy bông mai ông ai phơi ca tầm nẹt tầm nong tầm giờ lấy sập ban sụp ở côn